ឆ្លើយទៅនឹងសំណួរខាងលើលក្ខខណ្ឌអីខ្លះដែលអាចខ្លាចទៅជាមេគេបានទី1គឺយើងត្រូវមើលកត្តាក្រុមហ៊ុនសិនថាតើក្រុមហ៊ុនហ្នឹងគឺផ្ដល់ឱកាសឲ្យយើងឡើងទៅលើខ្លាចទៅជាមេហ្នឹងតាមលក្ខខណ្ឌអីខ្លះយើងបានធ្វើលក្ខខណ្ឌអីខ្លះដើម្បីឲ្យគេប្រមូលឡើងហ្នឹងហើយទី2គឺយើងត្រូវមើលខ្លួនឯងដែរថាតើយើងខ្លួនយើងនេះមានការប្រស្រ័យតាក់ទងល្អនៅយើង easy going យើងស្គាល់គេស្គាល់ឯងនៅក្នុងក្រុមហ៊ុនហ្នឹងនៅវិធីសាស្ត្រនៃការដោះស្រាយបញ្ហាយើងដល់កម្រិតណាហើយអញ្ចឹងយើងត្រូវស្គាល់ខ្លួនឯងដែរពីព្រោះថានៅពេលដែលយើងខ្លាចទៅជាមេគេហ្នឹងគឺ hard skill របស់យើងគឺលែងសូវប្រើហើយយើងប្រើតែ soft skill អញ្ចឹងហើយបានទៀមទាក្នុងការតំណែងផ្សេងហ្នឹងគឺច្បាស់លាស់ល្អអញ្ចឹងដើម្បីខ្លាចទៅជាមេគេបានសម្រាប់យោបល់ខ្ញុំគឺអាចថាលឿនចេះបត់បែនទាន់ពេលវេលាច្បាស់ហើយត្រូវទៀតទើបអាចខ្លាចទៅជាមេគេបានល្អចុងក្រោយគឺអាចថាបន្ទាប់ពីមានទាំង4នឹងហើយគឺយើងត្រូវចេះគេហៅថាបដោះបដាលធីមការងាររបស់យើងណាមិនមែនមានន័យថានៅពេលដែលយើងខ្លាចទៅជាមេគេហើយយើងខ្លាចតែកូនចៅលើសចាហ្នឹងគឺអត់មានស័ក្តិសមក្នុងការឡើងធ្វើមេគេទេអញ្ចឹងក្នុងក្រុមហ៊ុនខ្លះក៏គេមើលទៅលើលក្ខខណ្ឌមួយហ្នឹងដែរអញ្ចឹងបងប្អូនគិតមិនដែរចំពោះចម្លើយទៅសំណួរខាងលើនេះអាចខមមិននៅក្រោមនេះម្នាក់មួយផង